នោះពេលនេះមានរឿងល្អមើលវិញហើយតើបរិះខ្លាំងពូទីនរត់ទៅច្រកណារដ្ឋសភាអាមេរិកឈប់ស្ដាប់ស្ដេចឥន្ទ្រីសក់មានដូណាល់ត្រាំទៀតហើយដោយបានបោះឆ្នោតអនុម័តបញ្ជាកញ្ចប់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនខណៈសម្រាប់ដាក់ទណ្ឌកម្មសង្កត់រុស្ស៊ីឲ្យលៀនអណ្ដាតតែម្ដងស្របពេលដែលលោក Zelensky សូមជួបប្រជុំជាមួយនឹងលោកពូទីនមុខទល់មុខតែម្ដងដើម្បីជំរះបញ្ជីគ្នារឿងទឹកដីនៅក្នុងលិខិតចំហមួយផ្ញើជូនវិមានក្រំឡាំងយោងតាម CNN បានចុះផ្សាយថាមានសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋជាង10រូបលេងស្ដាប់ថ្នាក់ដឹកនាំរបស់ខ្លួនសូម្បីតែលោកប្រធានាធិបតីត្រាំក៏លេងស្ដាប់ដែរដោយងាកទៅបោះឆ្នោតចូលរួមគ្រប់គ្រងជាមួយនឹងក្រុមប្រជាធិបតេយ្យក្នុងសម្លេង226ទល់នឹង195ដើម្បីអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែននិងកញ្ចប់ទណ្ឌកម្មលើរុស្ស៊ីសូម្បីតែលោក Kevin Kelly តំណាងរដ្ឋឯករាជ្យមកពីរដ្ឋ California ដែលដំបូងឡើយធ្លាប់ជាអ្នកគ្រប់គ្រងបក្សសាធារណរដ្ឋនោះក៏ងាកមកគ្រប់គ្រងបកប្រជាធិបតេយ្យដែរវិធានការខាងលើរួមមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើឋានៈដឹកនាំនិងស្ថាប័ននានារបស់រុស្ស៊ីក្នុងនោះរួមមានធនាគារសំខាន់ៗក្រុមហ៊ុនប្រេងនិងក្រុមហ៊ុនរុករ៉ាយជាដើមហើយក៏មានការយកពន្ធរហូតដល់ទៅ 500% លើទំនិញរុស្ស៊ីទាំងអស់ដែលនាំចូលទៅកាន់ទឹកដីអាមេរិកនិងហាមឃាត់មិនឲ្យប្រេងឆៅរុស្ស៊ីនាំចូលទៅអាមេរិកផងដែរចូលមកដល់វគ្គសំខាន់គឺអនុម័តផ្ដល់ការគាំទ្រផ្នែកយោធាថ្មីដល់អ៊ុយក្រែនក្នុងនោះមានដូចជាការបញ្ចេញប្រាក់ $8,000 លានសម្រាប់ការលក់អាវុធនិងបន្តកម្មវិធីផ្ដល់ជំនួយយោធាក្នុងសម័យលោក Biden ជាដើមប៉ុន្តែប៉ុណ្ណោះអ៊ុយក្រែនមានទឹកមាត់លេបអាចធ្វើព្យុះធ្វើភ្លៀងឡើងវិញហើយគូផ្សំអ៊ុយក្រែនអាចផលិតមីស៊ីលនិងដ្រូនអត្តឃាតបានដោយខ្លួនឯងផងទៀតនោះគ្រាន់តែបានពន្លឹងភ្លាមលោកប្រធានាធិបតី Zelensky ផ្ញើលិខិតចំហមួយទៅកាន់វិមានក្រំឡាំងផ្លេតតែម្ដងដើម្បីស្នើសុំជួបលោកប្រធានាធិបតីពូទីនដោយផ្ទាល់បន្ទាប់ពីចៅវាយវិមានក្រំឡាំងរូបនេះទទួលស្គាល់ថាទីក្រុងមូស្គូចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនស្របពេលដែលដ្រូនអ៊ុយក្រែនហោះទាំងវងទៅវាយប្រហារដោយព្យុះធ្លាយទៅដល់ទីក្រុងមូស្គូថែមទៀតផងនោះប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី8និងទី9ខែមិថុនាខាងមុខនេះនៅក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកនៅក្នុងឆ្នាំ2026នេះយោងតាមទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថាលោកស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាការធិការមជ្ឈិមបកនៃគណៈបកកុម្មុយនីសចិននិងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដោយតបតាមការអញ្ជើញរបស់លោកគីមចុងអ៊ុនគម្រោងធ្វើដំណើរទស្សនកិច្ចនេះគឺធ្វើឡើងបន្ទាប់ពីជំនួបថ្មីៗរបស់លោកស៊ីជីនពីងនៅទីក្រុងប៉េកាំងជាមួយទាំងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំផងនិងប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរពូទីនផងដែរនៅក្នុងខែឧសភាអ្នកវិភាគបានលើកឡើងថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅកាន់ទីក្រុងព្យុងយ៉ាងនិងបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការស្ដារឡើងវិញនៅឥទ្ធិពលលើកូរ៉េខាងជើងនិងឧបទ្វីបកូរ៉េឲ្យកាន់តែទូលំទូលាយសូមបញ្ជាក់ថាលោកស៊ីជីនពីងបានធ្វើដំណើរទស្សនកិច្ចចុងក្រោយនៅកូរ៉េខាងជើងក្នុងឆ្នាំ2019រីឯលោកគីមចុងអ៊ុនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនវិញកាលពីខែកញ្ញាឆ្នាំមុនដើម្បីចូលរួមពិធីព្យុហយាត្រាយោធាដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី80នៃការបញ្ចប់សង្គ្រាមលោកលើកទី2អរគុណលោកនាងកញ្ញាដែលបានតាមដានទស្សនា Flash News អន្តរជាតិ